ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមកចង់បង្ហាញពីអាហាររបស់ប្រទេសស្វីសនេះគឺជាអាហារហ្នឹងគេហៅឈ្មោះថារ៉ូកូឡេតហើយអាហាររ៉ូកូឡេតហ្នឹងគឺងាយស្រួលធ្វើមែនតើបងប្អូនយើងមិនបាច់ទៅចៀនស្ងោរឆាអីទេគឺគ្រាន់តែយកឈីសហ្នឹងយកមកដាក់ទៅលើអាប្រទេសដែកហ្នឹងដើម្បីដាក់នៅក្រោមភ្លើងឆ្នាំងហ្នឹងតែម្ដងកម្ដៅវាតតែឈីសហ្នឹងវាអាលាយបងប្អូនអាលាយហើយគឺយើងយកមកចាក់ដាក់នៅលើបន្លែដែលយើងដាក់អាំងពីលើហ្នឹងព្រោះអីម៉ាស៊ីនហ្នឹងដូចជាម៉ាស៊ីន barbecue នៅស្រុកខ្មែរអញ្ចឹងបងប្អូនប៉ុន្តែគេអត់ថាវានៅខាងក្រៅហ្នឹងភ្លើងខ្លាំងគឺយកមកដុតជាមួយនឹងឈីសហ្នឹងអាហារមួយហ្នឹងនិយាយពីរួមខ្ញុំចូលចិត្តខ្លាំងមែនតើគឺខ្ញុំញ៉ាំបានច្រើនមែនតើខ្ញុំញ៉ាំឡើងឈីសហ្នឹងអស់15ដល់6ប្រទេសហើយអាហារមួយហ្នឹងបងប្អូនគឺគេធ្វើសម្រាប់តែខែត្រជាក់ទេបើមិនមែនខែត្រជាក់គេធ្វើពីព្រោះអីយើងត្រូវប្រើភ្លើងកម្ដៅក្ដៅដល់អញ្ចឹងគេអត់សូវចូលចិត្តញ៉ាំនៅខែក្ដៅទេគឺគេចូលចិត្តញ៉ាំនៅខែត្រជាក់អរគុណច្រើនជម្រាបលា